Bạn nè nòm pịaក្រសួងព័ត៌មានជំរុញឲ្យមន្ទីរព័ត៌មាននិងអ្នកផលិតមាតិកាបង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឲ្យបានទូលំទូលាយលោកទេពអាសនរិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានជំរុញនិងណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយដែលតាក់ទងទៅនឹងប្រាសាទបុរាណនិងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹងនិងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិការណែនាំនេះគឺបានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយនឹងលោកអំតារាវិទូអនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី17ខែមិថុនាឆ្នាំ2026នៅក្នុងឱកាសនោះលោកអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកទឹកចិត្តដល់មន្ត្រីជំនាញឲ្យច្នៃប្រឌិតផលិតមាតិកាខ្លីៗដែលតាក់ទាញអំពីសម្រស់និងប្រវត្តិសាស្ត្រនៃបេតិកភណ្ឌខ្មែរដោយធ្វើការសម្ភាសឬក៏សាកសួរអ្នកជំនាញឲ្យពន្យល់បញ្ជាក់ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនជាតិនិងអន្តរជាតិតាមគ្រប់បណ្ដាញផ្សព្វផ្សាយលោកបានលើកឡើងថាការផ្សព្វផ្សាយវប្បធម៌ជាតិបានយ៉ាងទូលំទូលាយនិងជួយជំរុញកំណើនទេសចរឲ្យកាន់តែខ្លាំងក្លាទន្ទឹមនឹងនេះការចែករំលែកអត្ថបទនិងវីដេអូតាមបណ្ដាញសង្គមក៏ជាឱកាសមាសសម្រាប់យុវជនកម្ពុជាក្នុងការសិក្សាស្វែងយល់និងរួមចំណែកអភិរក្សសម្បត្តិវប្បធម៌ជាតិឲ្យកាន់តែទូលាយជាមួយគ្នានេះលោកទេពអាសនរិទ្ធបានណែនាំដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តព្រះវិហារឲ្យបង្កើនការផលិតមាតិកាផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារអំពីប្រាសាទព្រះវិហារគាត់ទៅសេពីរដងខ្ញុំអានពីរដងនិងតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗឲ្យបានច្រើនបន្ថែមទៀតលោកបានសង្កត់ធ្ងន់ថាដោយសារប្រាសាទនេះជាមរតកដូនតាខ្មែរហើយកម្ពុជាធ្លាប់ទទួលបានជោគជ័យតាមផ្លូវច្បាប់ជាបន្តបន្ទាប់ក្នុងការការពារអធិបតេយ្យភាពលើប្រាសាទនេះទោះបីជាមានភាគីជិតខាងនៅតែមានមហិច្ឆតាឈ្លានពានក្តីបាទនេះខ្ញុំអានទាំងស្រុងតាមរយៈ10 New បាទហ្នឹងហើយមិនមែនពាក្យពេចន៍ខ្ញុំទេបាទខ្ញុំបញ្ជាក់ជូនម្ដងទៀតលើប្រាសាទនេះទោះបីជាមានភាគីជិតខាងនៅតែមានមហិច្ឆតាឈ្លានពានក្តីការផលិតមាតិកាព័ត៌មាននិងឯកសារពាក់ព័ន្ធដើម្បីពង្រឹងការយល់ដឹងដល់សាធារណមតិគឺជាកិច្ចការអាទិភាពដែលមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់បាទនេះគឺជាខ្លឹមសារពាក់ព័ន្ធទៅនឹងការលើកកម្ពស់បេតិកភណ្ឌបាទឲ្យមានការផ្សព្វផ្សាយជំរុញបង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឲ្យបានទូលំទូលាយបាទដូចបានអានខាងក្រោមហើយខ្ញុំមិននិពន្ធទេព្រោះខ្ញុំមិនមែនអ្នកសារព័ត៌មានទេខ្ញុំគ្រាន់តែជួយចែករំលែកតាមរយៈប្រភពព័ត៌មានផ្សេងៗជូនបងប្អូនតែប៉ុណ្្នឹងទេបាទសូមអរគុណជម្រាបលាបាទ